ហើយហាងរបស់គាត់គឺមាននៅពីទីតាំងក្នុងប្រទេសជប៉ុនគឺនៅខាងអូគីណាវ៉ាហើយនៅទីក្រុងតូក្យូប្រទេសជប៉ុនហើយគឺគាត់មានភាសាខាទៀតនៅក្នុងប្រទេសកម្ពុជាយើងនៅខាងបឹងកេងកងមួយメルコヘアデザインは宿毛矯正、くせ毛をきれいにする技術が、得意な美容室です。ហើយតើតើជាមួយនឹង hair salon របស់គាត់ហ្នឹងគឺផ្ដោតសំខាន់ទៅលើការជួយសក់មានសុខភាពល្អហើយនិងស្រស់ស្អាតណាで、カンボジアの皆さんに日本の技術を教えて皆さんがそれをできるようになって、スキルでね稼げる美容師を増やしたいなと思って2年前にカンボジアに来ています。ហើយគោលបំណងដែលគាត់បានមកបើកហាង salon នៅក្នុងប្រទេសកម្ពុជាយើងគឺគាត់មានគោលបំណងចង់ឲ្យប្រជាជននៅក្នុងប្រទេសកម្ពុជាយើងហ្នឹងបានទទួលរៀនសូត្រពីជំនាញក្នុងការធ្វើសក់និងបច្ចេកទេសរបស់ប្រទេសជប៉ុនដើម្បីទាំងអស់គ្នាទទួលបានចំណេះជំនាញទាំងអស់ហ្នឹងហើយយកទៅប្រើប្រាស់សម្រាប់ខ្លួនឯងហើយឲ្យទាំងអស់គ្នាហ្នឹងទទួលបានចំណេះជំនាញល្អដូចគ្នាអញ្ចឹងហើយគឺគាត់បានមកប្រទេសកម្ពុជាយើងតាំងពី2ឆ្នាំមុនストレートの技術もね、世界中で求められる技術ではあるんですけど、今日はヘッドスパのプロフェッショナルを日本から来てくれました。អញ្ចឹងតើតើជាមួយនឹងជំនាញតើតើជាមួយនឹងខាងការពុកសក់របស់គាត់គឺបានទទួលស្គាល់ជាសកលរួចហើយប៉ុន្តែថ្ងៃហ្នឹងគឺមានអ្នក professional ជំនាញខាងផ្នែក massage ក្បាលដែលគាត់អញ្ជើញមកមួយទៀតណាគឺលោកដែលសូមចាត់អរ皆さんおはようございます。おはようございます。今紹介いただきました日本のメルコヘアデザインから参りました吉田です。អញ្ចឹងមុនហ្នឹងគឺបានខាងអ្នកស្រីខាងមេកគាត់បានណែនាំមកហើយតែគាត់គឺឈ្មោះ Yoshida Mr. Yoshida ណាありがとう。អរគុណច្រើនណាស់នេះ僕は、ヘッドスパという頭のマッサージを武器として、美容師をやっております。ហើយអញ្ចឹងជំនាញរបស់គាត់តែម្ដងហ្នឹងគឺខាងផ្នែកម៉ាសាលើក្បាលណា髪の毛をデザインするのとはまた別で、頭のマッサージヘッドスパでまたお客様を感動させることができます。អញ្ចឹងតើតើជាមួយនឹងការធ្វើសក់ស្អាតតើតើជាមួយនឹងខាងវិស័យហ្នឹងគឺផ្សេងខុសពីវិស័យហ្នឹងគឺតើតើជាមួយនឹងការម៉ាសាលើក្បាលហ្នឹងក៏ជាអ្វីមួយដែលធ្វើឲ្យភ្ញៀវមានការពេញចិត្តនិងចាប់អារម្មណ៍មកខ្លាំងផងដែរ僕が10年間かけて、作り上げた技術を今日は、講習させていただきますのでしっかりと学んでいってください。អញ្ចឹងក្នុងថ្ងៃហ្នឹងគាត់នឹងបង្ហាញនៅtechnique និងវិធីសាស្ត្ររបស់គាត់ដែលគាត់បានខំរៀនសូត្រអស់រយៈពេលជាង10ឆ្នាំនិងធ្វើមកជាង10ឆ្នាំហ្នឹងនឹងបង្ហាញជូនដល់អ្នកទាំងអស់គ្នាអញ្ចឹងសូមយកចិត្តទុកដាក់ស្ដាប់ហើយនឹងមើលការបង្ហាញរបស់គាត់ទាំងអស់គ្នាដែរ